ផ្លាយទៀតហើយផ្លាយជាងមុនទៀតភ្ញៀវគាត់មកកំងបាយម្លេះផ្ដៅក្រែងខ្ញុំហើយក៏ខ្ញុំនិយាយថាបងយកពងទាចៀនឬក៏ពងទាក្លុកអីអញ្ចឹងណាគាត់និយាយថាអត់យកពងទាអីទាំងអស់ប៉ុន្តែដាក់សាច់ក្រកឲ្យខ្ញុំពីលើមកតែអត់ដាក់ពងទាទេប្លែកតាមពិតទៅភាគច្រើនហ្មងបាយម្លេះផ្ដៅគឺគេញ៉ាំជាមួយពងទាចៀនឬក៏ពងទាក្លុកប៉ុន្តែប្រហែលចុះនិយាយតឡានអញ្ចឹងម្លេះផ្ដៅនេះភាគច្រើនគឺភ្ញៀវញ៉ាំជាមួយពងទាចៀនឬក៏ពងទាក្លុកអីអញ្ចឹងណាតែភ្ញៀវគាត់ប្លែកហ្មងគាត់ញ៉ាំតែមួយសាច់ក្រកទេហើយរួចជាតិមិនទៅខ្ញុំម្នាក់កាន់តែសាហាវនិយាយមែននិយាយថាប្លែកហ្មងខ្ញុំនេះប្លែកអត់ទាន់ភ្ញៀវចឹងមកតែចង់តម្រូវការចង់ញ៉ាំបាយម្រះព្រៅពងទាក្លុកពងទាចៀនឬក៏ចង់ដាក់បាយមិនអីបាយមិនប្រាប់តែអ្នកលក់មកអ្នកលក់រៀបចំជូនហ្មងហើយចឹងយើងរៀបចំជូនគាត់តាមអីដែលគាត់កំងចឹងណាដាក់តែសាច់ក្រកឲ្យម្រះព្រៅឲ្យបាយហ្នឹងទៅមកតែចង់ញ៉ាំមីនុយដូចគាត់អាចកំងនៅខាងតែបាយមកបានតម្លៃសមរម្យធូរថ្លៃទេតែប៉ាក់ម៉ានមកឆ្អែតមកតឹងពោះជូនបងហ្មងណាហើយតាក់តងកំងតាម Page Telegram កាយជីវថាបញ្ញាប់អីអាចតាក់តងតាមលេខទូរស័ព្ទតបបានបាយខែនៅទទួលដាក់ធម្មតាណាបាយខែរើសម្ហូបសេរីចង់ញ៉ាំម្ហូបអីរើម្ហូបហ្នឹងទៅហើយបាយខែគឺយើងផ្លាស់ប្ដូរម្ហូបរាល់ថ្ងៃអត់ធ្វើម្ហូបដែរទេ